យើងនៅតែបន្តទៀមទាខ្លាំងមែនទែនសម្បីតែសម្ដេចតេជោហ៊ុនសែនក៏នៅតែបន្តទៀមទាជាពិសេសគឺកងទ័ពរបស់ថៃបាទគឺត្រូវតែចេញមុខដោះស្រាយពាក់ព័ន្ធទៅនឹងការសម្លាប់ជនជាតិខ្មែរបាទអញ្ចឹងគឺស្វែងរកមកអីថាតើទាហានរូបណាដែលបាញ់សម្លាប់មកកាន់ជនជាតិខ្មែររបស់យើងអញ្ចឹងកាលពីពេលម្សិលមិញកម្ពុជាទាមទារឲ្យថៃចាប់បុគ្គលដែលបានបង្កការផ្ទុះអាវុធនៅតំបន់មុំ3មកផ្ដន់ទានទោសបាទទៅតាមផ្លូវច្បាប់ជាបន្ទាន់បើពុំនោះទេបាទអាចនឹងមានរឿងរ៉ាវត្រូវនិយាយគ្នាច្រើនជាងនឹងទៅទៀតកម្ពុជាមកនៅស្ងៀមនោះទេក្រៅពីត្រៀមពាក្យបាទដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនពេលនេះក្រសួងការបរទេសកម្ពុជាបានសម្ដែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងទៅនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ដោយបញ្ជាក់ថាសកម្មភាពនេះគឺជាការរំលោភទៅលើអធិបតេយ្យភាពនិងមរណភាពទឹកដីរបស់កម្ពុជានៅក្នុងសេចក្តីកំណត់ទូតមួយដែលបានផ្ញើទៅកាន់ស្ថានទូតកម្ពុជាបាទនៅប្រទេសថៃពាក់ព័ន្ធទៅនឹងអរិយភាពដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជានិងថៃនៅថ្ងៃទី28ខែឧសភាឆ្នាំ2025នេះក្រសួងការបរទេសបានសហការជាមួយនឹងក្រសួងការអន្តរជាតិដោយមានការលើកឡើងថាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025នេះនៅវេលាម៉ោងប្រហែលជា 5:30 នាទីព្រឹកកងកម្លាំងថៃបានបើកការប្រហារបាទដោយខុសច្បាប់ទៅលើលានដ្ឋានមួយកន្លែងស្ថិតនៅភូមិដេជោមរតកឃុំមរតកស្រុកចំសានខេត្តព្រះវិហារប្រទេសកម្ពុជាដែលបណ្ដាលមានការសម្លាប់នៅទាហានខ្មែរយ៉ាងអយុត្តិធម៌តែម្ដងក្រសួងការបរទេសបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាសម្ដែងនឹងការតវ៉ាយ៉ាងខ្លាំងចំពោះការវាយប្រហារនេះនិងអះអាងថានេះគឺជាការរំលោភទៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាពីភាគីកងទ័ពរបស់ថៃនិងទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ដោយយ៉ាងមើលបើថាម៉ត់ចត់តែម្ដងចំពោះបញ្ហាមួយនេះដោយត្រូវយកបុគ្គលដែលបានបាញ់ប្រហារមកកាន់កងទ័ពកម្ពុជាដើម្បីផ្ដន់ទានទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបានជាក់ស្ដែងនៅក្នុងកំណត់ទូតខាងលើក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថាទីតាំងដែលកងទ័ពកម្ពុជាបានចូលជើងនោះគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានចុះហត្ថលេខាលើអនុសារណៈនៃការយកយល់គ្នាស្ដីអំពីការវាស់វែងនិងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលរបស់កម្ពុជានិងរដ្ឋាភិបាលរបស់ថៃតាំងពីឆ្នាំ2000មកម្លេះមិនមែនជាការតាំងទីឈរជើងរំលោភទៅលើអធិបតេយ្យភាពរបស់ថៃដោយអ្វីដែលក្រុមជ្រុលនិយមថៃមួយចំនួនតូចបានលើកឡើងនោះទេអញ្ចឹងហេតុអីបាទបន្ទាប់នឹងពេលនេះសម្ដេចតេជោហ៊ុនសែនត្រៀមដាក់ការវាយប្រហារជាពិសេសគឺបញ្ជូនកងទ័ពជាច្រើនមែនទែនទៅកាន់ព្រំដែនអញ្ចឹងបើថានិយាយគ្នាមិនត្រូវទេមានតែបាញ់គ្នាហ្នឹងឯងហើយបើការចរចាកើតឡើងម្ដងហើយក៏ប៉ុន្តែដូចជាមិនទាន់ស្រស់ស្រួលគ្នាទេឥឡូវនេះយើងអស់ការចរចាហើយបាទគឺមានតែប្តឹងទៅកាន់អង្គការក្រៅប្រទេសបាទហើយយើងក៏មានឯកសារគ្រប់គ្រាន់នៅក្នុងការបញ្ជាក់ដែរហើយជាពិសេសនោះគឺថៃនៅតែក៏ខ្លួនហ្នឹងឯងអញ្ចឹងមកទល់នៅពេលនេះពាក់ព័ន្ធទៅនឹងរឿងរ៉ាវព័ត៌មានលម្អិតយ៉ាងណាយើងតែបន្តតាមដានជាមួយគ្នាបន្តទៀតថាតើថៃនឹងមានចំណាត់ការយ៉ាងណាក៏ប៉ុន្តែក្រោយពីមានការបដិងបែបនេះហើយឃើញថាខាងថៃឬក៏បពប្រឆាំងឬក៏ប្រជាជនគេថាគេអត់ទៅអីជាមួយទេបាទអាហ្នឹងគេថាគេធំហើយគេចង់ធ្វើអីស្អីតែឯង no បាទអត់បានទេចង់វាយបានខ្មែរមានបបិសោតច្រើនណាស់បាទប្រើតាមមន្តអាគមខ្មោចហ្នឹងក៏វាយហត់បាសកញ្ញាំដែរអញ្ចឹងមកទៅនៅពេលនេះបាទចាស់យើងចំណន់ពូននៅច្រើនណាបាទមិនតទៅណាទេបាទចង់លេងគ្នាលេងបានអត់អីទេអត់បញ្ហាទេអាចកំដរបាន